នៅថ្ងៃទី10ខែមីនាឆ្នាំ2025លោកកៅវៈសែអភិបាលនៃគណៈអភិបាលស្រុកសំរោងរួមដំណើរជាមួយលោកទឹមសារ៉េតនាយករងរដ្ឋបាលស្រុកបាននាំយកអំណោយរបស់រដ្ឋបាលស្រុកនិងរដ្ឋបាលឃុំទៅជួយដល់គ្រួសារអ្នកស្រីអឹមសានដែលភ្លើងឆេះផ្ទះទាំងស្រុងកាលពីថ្ងៃទី8ខែមីនាឆ្នាំ2025ដែលស្ថិតនៅក្នុងភូមិត្រមែកឃុំជំរះពេនស្រុកសំរោងខេត្តតាកែវអំណោយរដ្ឋបាលស្រុករួមមានឆ្នាំងកំសៀវធុងទឹកចង្ក្រានហ្គាសឆ្នាំងខ្ទះចានស្រាក់ចានបាយស្លាបព្រាវែកឆាកាទឹកធុងទឹកបំពង់ទឹកក្តៅថាសកញ្ច្រែងចានកញ្ច្រែងបន្លែកញ្ច្រែងគ្រាប់ម្ហូបកន្ទេលខ្នើយមុងភួយទឹកផ្លែឈើទឹកក្រូចស្បែកជើងជ្រុញស្ករសប៊ីចេងរួមទាំងថវិកាចំនួន20,000រៀលលាននោះផងដែរលោកយិតស៊ីវប្រធានក្រុមប្រឹក្សាឃុំអស់លោកសមាជិកក្រុមប្រឹក្សាឃុំចូលរួមដោយអាជ្ញាធរមូលដ្ឋានភូមិនិងប្រជាការពារបាននាំយកអំណោយរបស់រដ្ឋបាលឃុំរួមមានអង្ករ50គីឡូក្រាមភេសជ្ជៈ1កេសទឹកសុទ្ធ1កេសមី1កេសទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួររួមទាំងថវិកាចំនួន20,000រៀលសូមអរគុណខ្ញុំនៅឯកើតនោះទៀតបែរជួយវត្តផ្លៃចាស់ហ៎នៅរែកដល់តែភ្លើង